បាទសួស្តីមិត្តភក្តិទាំងអស់គ្នាក្នុង Facebook ហើយថ្ងៃនេះខ្ញុំមានបទចម្រៀងមួយបទទៀតហើយដែលមានចំណងជើងថាមានប្រាប់បងទេហើយក៏សូមផ្ញើជូនមិត្តភក្តិទាំងអស់ដែលបានស្នើពរខ្ញុំផងដែរបាទសូមជូនបទនេះជំនួសអូខេសូមរីករាយដូចតទៅថាជាមនុស្សស្មោះស្នេហាគឺជីវ៉ាអានថាមិនចេញក្បត់តែតាំងចិត្តខ្លួនឯងថាមិនសឹងរឿងកុំសត់ទីបំផុតសាច់រឿងកុំសត់កើតពីស្រីមនុស្សរស់ខ្ចប់ហេតុផលហេតុអ្វីចាំបាច់พูดផងពិតជាមិនយល់ពេលដឹងថាអូនមានអ្នកថ្មីបើបងមិនឃើញតបណែបងក៏មិនជឿអ្នកដទៃគិតពីអ្វីទើបមានអ្នកថ្មីទាំងកំពុងមានរូបបងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនក៏ហងគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេគួរតែអូនសុំបែកបងសិនមុននឹងព្រមតាក់ទងគេបែបនេះដឹងទេគេហៅថាក្បត់ស្នេហ៍បើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងមិនអះអាងខ្លួនឯងថាជាមនុស្សស្មោះស្នេហាគឺជីវ៉ាអះអាងថាមិនចេញក្បត់តែតាំងចិត្តខ្លួនឯងថាមិនសាងរឿងកុំសត់ទីបំផុតសាច់រឿងកុំសត់កើតពីស្រីមនុស្សរស់ខ្ចប់ហេតុផលហេតុអ្វីចាំបាច់មុតផងពិតជាមិនយល់ពេលដឹងថាអូនមានអ្នកថ្មីបើបងមិនឃើញតបភ្នែកបងក៏មិនជឿអ្នកដទៃគិនពីអ្វីទើបមានអ្នកថ្មីទាំងកំពុងមានរូបបងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនក៏ហងគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេគួរតែអូនសុំបែកបងសិនមុននឹងព្រមតាក់ទងគេបែបនេះដឹងទេគេហៅថាក្បត់ស្នេហ៍បើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនក៏ហងគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេបើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងឃើញ
ឃើញតបភ្នែកនៅជាមួយគ្នាហើយ